បងប្អូនការជីសេះនេះមិនមែនជាការប្រណាំងទេបើក្បាលដំបូងនេះគឺជាការជីសេះដើម្បីធ្វើការបង្ហាញបងប្អូនបាទហើយជាការបង្ហាញនៅទងញញឹមសាទរហើយនៅក្នុងកម្មវិធីនេះដែរគឺនៅក្នុងកម្មវិធីអង្គរសង្ក្រាន្តបងប្អូនដែលប្រារព្ធទៅនៅក្នុងខេត្តសៀមរាបហ្នឹងបងប្អូនបាទហើយអង្គរសង្ក្រាន្តឆ្នាំនេះឃើញថាមានការប្រកួតហើយមានកម្មវិធីច្រើនប្លែកច្រើនមែនទែនបងប្អូនជាស្ដែងដូចជាសេះបាទការប្រណាំងសេះបាទឆ្នាំមុនយើងឃើញមានការប្រណាំងរទេះគោរទេះក្របីហើយឆ្នាំនេះមានរួមបញ្ចូលការប្រណាំងសេះហ្នឹងបងប្អូនបាទហើយមើលទៅគឺអស្ចារ្យមែនទែនដោយសារតែយើងអត់ដែលបានឃើញណាបាទខ្ញុំផ្ទាល់ធ្លាប់តែមើលតាមទូរទស្សន៍ឬក៏តាមអ៊ីនធឺណិតឃើញការប្រណាំងសេះនៅស្រុកគេហើយមើលទៅគឺល្អមើលខ្លាំងមែនទែនហើយថ្ងៃនេះខ្ញុំបានមកមើលការប្រណាំងសេះនៅស្រុកខ្មែរយើងផ្ទាល់តែម្ដងបងប្អូនគឺនៅលើទឹកដីខេត្តសៀមរាបរបស់យើងនៅក្នុងថ្ងៃអង្គរសង្ក្រាន្តបាទឃើញថាមានភាពអស្ចារ្យខ្លាំងមែនទែនបងប្អូននិយាយទៅរីករាយខ្លាំងមែនទែនការដែលយើងមើលគេប្រណាំងសេះហ្នឹងគឺជក់ចិត្តខ្លាំងមែនទែននៅពេលដែលយើងបានមកមើលផ្ទាល់ចឹងទៀតគឺថាមួយគឺថាសឹងតែភ្លេចដកទៅហើមបាទជាពិសេសគឺនៅពេលដែលសេះកំពុងតែរត់បោលលឿនខ្លាំងបាទហ្នឹងហើយអញ្ចឹងការដែលពួកបងកីឡាករហើយនឹងកីឡាការិនីដែលគាត់កំពុងតែធ្វើការជិះបង្ហាញដឹកសេះបង្ហាញជុំវិញទីលានហ្នឹងមិនទាន់ដល់ការប្រកួតនៅឡើយទេបងប្អូនគឺជាការបង្ហាញសេះបាទអញ្ចឹងបន្ទាប់ពីការបង្ហាញនឹងមានការប្រកួតការរទេះគោបាទរទេះគោរទេះក្របីអីសិនហើយបន្ទាប់មកការប្រកួតសេះការជិះសេះហ្នឹងក៏នឹងត្រូវបានប្រពធ្វើនៅពេលបន្ទាប់បាទន័យថាបន្ទាប់ពីប្រកួតសេះប្រកួតគោប្រកួតក្របីហើយបានធ្វើការប្រកួតបណ្ដាំងសេះហ្នឹងបងប្អូនបាទអញ្ចឹងឃើញថាឆ្នាំនេះមានទស្សនវិជ្ជាប្លែកហើយប្រជាពលរដ្ឋយើងគឺគាត់មានការសប្បាយរីករាយដោយសារតែវាប្លែកភ្នែកមែនទេហ្នឹងបងប្អូនបាទសម្រាប់ខ្ញុំផ្ទាល់ក៏ទើបតែឃើញលើកទី1ផ្ទាល់ភ្នែកនៃការមើលគេបណ្ដាំងសេះបាទផ្ទាល់ភ្នែកបែបនេះនៅខាងក្រៅ